ព្រះគម្ពីរលោកុបាទខ្ញុំអាននៅក្នុងជំពូក1ខ1បងប្អូនឃើញសំជិញជាមួយខ្ញុំព្រះគម្ពីរលោកុបាទជំពូក1ខ1ការដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីសូមបានសរុបជាឋានមុនយើងមកសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅពេលនេះព្រះអង្គចែកសួរទូបង្គំដល់អ្នកគ្នាអរគុណព្រះអង្គសម្រាប់ពេលវេលាជាថ្មីម្ដងទៀតដែលទ្រង់បានប្រទានដល់ទូបង្គំដល់អ្នកគ្នាដែលជាកូនព្រះអង្គបានជួបជុំគ្នាក្នុងព្រះវិហារបរិសុទ្ធបន្ទ្រង់ប្រយោជន៍ទូបង្គំបានមានឱកាសមានពេលវេលាស្ដាប់នៅប្រសូរសៀងព្រះអង្គសូមទ្រង់បានប្រទានឲ្យទូបង្គំដល់អ្នកគ្នាមានប្រាជ្ញាមានយោបល់មកពីព្រះអង្គហើយទូបង្គំអាចយល់អំពីព្រះហត្ថីព្រះអង្គផងដែរសូមថ្វាយពេលវេលានេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនព្រះគម្ពីរលោកុបាទគឺជាការគម្ពីរមួយនៅក្នុងចំណោមការគម្ពីរ4ទៀតដែលសរសេរឡើងដោយលោកម៉ូសេសៀវភៅទាំង5នេះដែលគេហៅថាតូរ៉ាឬហៅថាបញ្ចក្ខបញ្ចៈមានន័យថា5ហើយរីឯកាន់គឺមានន័យថាគឺជាក្បាលឬក៏ជាសៀវភៅមួយកាន់មានន័យថាជាសៀវភៅមួយក្បាលដូច្នេះបញ្ចក្ខមានន័យថាសៀវភៅទាំង5ក្បាលរីឯតូរ៉ាមានន័យថាគឺជាច្បាប់ឬក៏វិន័យដែលជាភាសាហេប្រឺដូចនេះបញ្ចក្ខឬក៏កាន់ទាំង5របស់លោកម៉ូសេដែលរួមមានលោកុបាទនិក្ខបណាំងលេវីវិន័យជនកតនីចោទយកថាជាមួយគ្នានៅថ្ងៃនេះយើងនឹងសិក្សានៅក្នុងកាន់លោកុបាទក្នុងជំពូក1លោកុបាទមានន័យថាដំបូងឬក៏ការបង្កបង្កើតនៃផែនដីហើយជាមួយគ្នានៅក្នុងការលោកុបាទជំពូក1នេះគឺនិយាយអំពីការបង្កើតរបស់ព្រះដែលរាប់ចាប់តាំងពីធម្មជាតិសត្វរហូតទៅដល់មនុស្សជាតិនៅថ្ងៃនេះយើងនឹងសិក្សាមេរៀនមួយជាមួយគ្នាដែលមានចំណងជើងថាការបង្កើតរបស់ព្រះអធិការតើការបង្កើតរបស់ព្រះមានអ្វីខ្លះហើយតើវាមានលក្ខណៈបែបណាខ្លះចំណុចទី1លក្ខណៈនៃការបង្កើតធម្មជាតិដែលព្រះអង្គបានបង្កើតមកនៅក្នុងជំពូក1ខ1រហូតដល់ខ23យើងនឹងមើលជាមួយគ្នាអំពីលក្ខណៈនៃការបង្កើតរបស់ព្រះដែលទ្រង់បានបង្កើតធម្មជាតិឡើងនៅក្នុងរយៈពេល5ថ្ងៃហើយនឹងថ្ងៃទី6គឺទ្រង់បង្កើតមនុស្សជាតិមកការបង្កើតនៅថ្ងៃទី1ការបង្កើតនៅថ្ងៃទី1នៅក្នុងជំពូក1ខ1រហូតដល់ខ5ការដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីឯផែនដីបានខូចហើយនៅទទេមានសត្វតែងងឹតនៅក្របលើជម្រៅទឹកហើយព្រះវិញ្ញាណក៏រេរានៅពីលើទឹកនោះព្រះទ្រង់មានបន្ទូលថាចូលឲ្យមានពន្លឺឡើងដូច្នោះពន្លឺក៏មានឡើងព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាការល្អហើយរួចទ្រង់ញែកពន្លឺពីងងឹតចេញទ្រង់ហៅពន្លឺថាជាថ្ងៃហើយហៅងងឹតថាជាយប់នោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី1នេះអ្វីដែលបានចែងនៅក្នុងខ1រហូតដល់ខ5ថ្ងៃទី1គឺព្រះបានបង្កើតពន្លឺដោយបំបែកចេញឲ្យមានពន្លឺចេញពីភាពងងឹតគឺព្រះអង្គបង្កើតពន្លឺចេញពីងងឹតយើងអត់ដឹងថាព្រះបង្កើតផែនដីតាំងពីពេលណាមកទេប៉ុន្តែនៅក្នុងខ1បានប្រាប់ថាការដើមដំបូងឡើយគឺព្រះអង្គបានបង្កើតផែនដីមេឃហើយផែនដីមានន័យថាព្រះអង្គបង្កើតអត់ដឹងថាពេលណាមកទេគឺបង្កើតជាយូរណាស់មកហើយប៉ុន្តែបើយើងមើលពីខ2រហូតដល់ខ5បានប្រាប់ថាផែនដីនោះគឺបានខូចខ2រហូតដល់ខ5ព្រះបានបង្កើតពន្លឺហើយនឹងញែកពន្លឺចេញពីងងឹតដោយហៅពន្លឺថាជាថ្ងៃរួចក៏ហៅងងឹតថាជាយប់ក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី1នេះគឺជាការកិច្ចការងាររបស់ព្រះអង្គបានធ្វើនៅក្នុងថ្ងៃទី1ការបង្កើតនៅថ្ងៃទី2នៅក្នុងជំពូក1ខ6រហូតដល់ខ8យើងអាចមើលជាមួយគ្នា1ខ6រហូតដល់ខ8បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានប្រឡោះនៅកណ្ដាលទឹកដើម្បីញែកទឹកចេញពីគ្នាទ្រង់ក៏ធ្វើឲ្យប្រឡោះនោះទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះក៏មានដូច្នោះរួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី2
នៅថ្ងៃទី2គឺព្រះបានធ្វើកិច្ចការងារមួយទៀតគឺទ្រង់បង្កើតឲ្យមានផ្ទៃមេឃយើងឃើញថាថ្ងៃទី1យើងឃើញថាព្រះអង្គបានបំបែកពន្លឺចេញពីងងឹតហើយថ្ងៃទី2ព្រះអង្គបង្កើតឲ្យមានផ្ទៃមេឃដោយបានញែកដាច់ចេញអំពីទឹកទ្រង់ក៏ហៅប្រឡោះលំហនោះថាគឺជាមេឃហើយដោយឲ្យបានញែកដាច់ចេញអំពីទឹកយើងមើលមកក្នុងថ្ងៃទី3ការបង្កើតនៅក្នុងថ្ងៃទី3នៅក្នុងខ9រហូតដល់ខ13ខ9រហូតដល់ខ13បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែមួយហើយឲ្យមានទីគោកដុះលេចឡើងនោះក៏មានដូច្នោះទ្រង់ហៅទីគោកនោះថាជាដីហើយហៅទីទឹកដែលប្រមូលដុំគ្នានោះថាជាសមុទ្រនោះទ្រង់ក៏ឃើញថាល្អរួចព្រះទ្រង់មានបន្ទូលថាចូលឲ្យដីដុះទិន្នជាតិឡើងគឺជាពួកស្មៅដែលមានគ្រាប់និងរុក្ខជាតិមានផ្លែតាមពូជដែលមានគ្រាប់នៅក្នុងផ្លែនោះនៅផែនដីនោះក៏មានដូច្នោះដីក៏ដុះទិន្នជាតិទាំងឡាយឡើងគឺជាពួកស្មៅដែលមានគ្រាប់តាមពូជនិងរុក្ខជាតិមានផ្លែតាមពូជដែរហើយមានគ្រាប់នៅក្នុងផ្លែនោះឯងរួចទ្រង់ឃើញថាល្អនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី3នេះគឺជាដល់ថ្ងៃទី3ដែលព្រះអង្គបានបង្កើតដូចនេះនៅថ្ងៃទី3គឺព្រះបានបង្កើតឲ្យមានដីស្ងួតនិងរុក្ខជាតិដុះឡើងនៅលើផែនដីហើយក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី3នេះគឺជាកិច្ចការដែលព្រះអង្គបានបង្កើតឡើងនៅក្នុងថ្ងៃទី3ពីខ9រហូតដល់ខ13ថ្ងៃបង្កើតនៅក្នុងថ្ងៃទី4តើថ្ងៃទី4ព្រះអង្គបង្កើតអ្វីនៅក្នុងខ14រហូតដល់ខ19យើងមើលជាមួយគ្នាចំពុក1ខ14រហូតដល់ខ19បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានតួពន្លឺនៅនាផ្ទៃមេឃដើម្បីនឹងញែកថ្ងៃចេញពីយប់សម្រាប់ទុកជាទីសម្គាល់នៃរដូវថ្ងៃនិងឆ្នាំហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃដើម្បីបំភ្លឺនៅបំភ្លឺមកផែនដីនោះក៏មានដូច្នោះទ្រង់ធ្វើពន្លឺធំជាងជា2តួមួយដែលធំជាងនោះសម្រាប់បំភ្លឺនៅពេលថ្ងៃហើយមួយដែលតូចជាងគឺសម្រាប់បំភ្លឺក្នុងពេលយប់ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃសម្រាប់នឹងបំភ្លឺមកលើផែនដីឲ្យមានអំណាចនៅពេលថ្ងៃនិងពេលយប់ហើយឲ្យញែកពន្លឺចេញពីងងឹតរួចទ្រង់ឃើញថាល្អនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី4នេះបើសិនបើយើងបានសង្កេតមើលនៅក្នុងថ្ងៃទី4នៅក្នុងថ្ងៃទី4គឺពីខ14រហូតដល់ខ19យើងឃើញកិច្ចការងារដែលព្រះអង្គបង្កើតនៅក្នុងថ្ងៃទី4បង្កើតមានអ្វីខ្លះយើងអាចមើលឃើញថាព្រះអង្គបានបង្កើតតួពន្លឺ2ធំដែលមួយសម្រាប់នៅពេលថ្ងៃហើយមួយទៀតសម្រាប់នៅពេលយប់ហើយក៏មានផ្កាយផងដែរការបង្កើតរបស់ព្រះអង្គយើងមើលទៅឃើញមានសណ្ដាប់ធ្នាប់អត់មានការឆ្កងឬក៏អត់មានខ្វះចន្លោះនោះឡើយនៅពេលដែលអានដល់ត្រង់ការបង្កើតតួពន្លឺនេះខ្ញុំនឹកចាំអំពីបងប្រុសម្នាក់ដែលគាត់ជាអ្នកដែលធ្លាប់រៀននៅសាលាព្រះគម្ពីរដែរប៉ុន្តែគឺនៅសាលាព្រះគម្ពីរផ្សេងពីសាលាដែលខ្ញុំធ្លាប់រៀនគាត់បានសួរខ្ញុំថារៀនដល់ណាហើយខ្ញុំថារៀនដល់លោកកបាត់គាត់ក៏បានប្រាប់ថាចុះលោកកបាត់ហ្នឹងរៀនដល់កន្លែងណាជាពុកណាខ្ញុំក៏បានប្រាប់គាត់អំពីព្រះបង្កើតតួពន្លឺ2ហើយគាត់ក៏ថាតួពន្លឺ2កន្លែងហ្នឹងមិនមែនសំដៅទៅលើមួយធំមួយតូចទេតាមពិតពន្លឺ2ហ្នឹងគឺប៉ុនគ្នាខ្ញុំឮខ្ញុំចង់ឆ្ងល់ដែរប៉ុន្តែគាត់ថាពន្លឺ2ហ្នឹងគឺប៉ុនគ្នាមានន័យថាព្រះច័ន្ទគឺប៉ុនព្រះអាទិត្យអត់មានមួយណាធំជាងមួយណាអត់មានមួយណាតូចជាងមួយណាគឺប៉ុនគ្នាគាត់និយាយបែបដូច្នោះប៉ុន្តែបើសិនជាយើងមើលនៅក្នុងខគម្ពីរនេះបានប្រាប់ថាមួយដែលធំជាងគឺបំភ្លឺសម្រាប់នៅពេលថ្ងៃមានន័យថាសំដៅទៅលើព្រះអាទិត្យហើយមួយដែលតូចជាងគឺសំដៅទៅលើព្រះច័ន្ទដែលសម្រាប់បំភ្លឺនៅពេលយប់ម្ល៉េះហើយដែលគាត់បានលើកឡើងអំពីតួពន្លឺដែលថាប៉ុនគ្នាគឺខ្ញុំអត់ជឿគាត់ទេពីព្រោះខ្ញុំ
ផ្អែកទៅលើព្រះគម្ពីរដែលបានចែងយ៉ាងណាមិញប្រសិនបើយើងមើលទៅលើការស្រាវជ្រាវរបស់វិទ្យាសាស្ត្រក៏បានអះអាងដែរថាព្រះអាទិត្យគឺមានទំហំធំជាងព្រះច័ន្ទហើយក៏មានទំហំធំជាងផែនដីផងដែរតើមានទំហំធំប៉ុន្មានទៅអង្គត់ចិត្តនៃព្រះអាទិត្យតាមការស្រាវជ្រាវរបស់វិទ្យាសាស្ត្របានប្រាប់ថាគឺមាន 1.39 គីឡូម៉ែត្រការ៉េគឺធំជាងផែនដី109ដងហើយក៏ធំជាងព្រះច័ន្ទផងដែរមានហ្វូងផ្កាយវងតារាជាច្រើនផ្សេងទៀតនេះគឺជាលក្ខណៈពិសេសរបស់ព្រះអង្គដែលព្រះអង្គបានបង្កើតធម្មជាតិសម្រាប់មនុស្សដូច្នេះតើការបង្កើតនៅថ្ងៃទី4នេះមានអ្វីខ្លះបើយើងមើលពីខ14រហូតដល់ខ19គឺយើងសង្កេតឃើញថាព្រះបានបង្កើតព្រះអាទិត្យព្រះច័ន្ទនិងផ្កាយហើយដើម្បីញែកឲ្យមានថ្ងៃនិងយប់ដើម្បីឲ្យមានជាការសម្គាល់រដូវឆ្នាំសម្រាប់មនុស្សដើម្បីជាការរៀបចំផែនដីឲ្យមានសណ្ដាប់ធ្នាប់ឡើងពុំនោះទេប្រហែលជាយើងអត់ដឹងថាត្រូវរាប់រដូវថ្ងៃពីពេលណាទៅដល់ពេលណាទេប្រហែលជាយើងអត់ដឹងថាពេលណាជារដូវរងាពេលណាជារដូវក្តៅនោះទេប៉ុន្តែព្រះអង្គបានបង្កើតសម្រាប់មនុស្សមកឲ្យយើងបានដឹងច្បាស់ហើយឲ្យយើងអាចសម្គាល់អំពីថ្ងៃខែរដូវបានយ៉ាងទៀងទាត់ផងដែរជាមួយគ្នានៅក្នុងថ្ងៃការបង្កើតនៅថ្ងៃទី5ការបង្កើតនៅថ្ងៃទី5តើព្រះអង្គបង្កើតអ្វីនៅថ្ងៃទី5យើងមើលពីខ20រហូតដល់ខ23ខ20រហូតដល់ខ23ខ្ញុំសូមអានជូនបន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានមច្ឆជាតិរវើកនៅក្នុងទឹកជាបរិបូរណ៍និងបក្សីជាតិហើរលើដីនៅនៃអាកាសទ្រង់ក៏បង្កើតទាំងសត្វសម្បើមនិងជីវិតទាំងឡាយដែលកម្រើកដែលកើតមានរវឹតរវ័ននៅក្នុងទឹកតាមពូជហើយអស់ទាំងសត្វស្លាបតាមពូជដែររួចទ្រង់ឃើញថាល្អទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះហើយមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនច្រើនឡើងឲ្យមានពាសពេញនៅក្នុងផ្ទៃសមុទ្រហើយឲ្យសត្វស្លាបទាំងចម្រើនឡើងនៅផែនដីដែរនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី5ជាឃើញថានៅក្នុងថ្ងៃទី5នេះព្រះអង្គបានបង្កើតធម្មជាតិមានអ្វីខ្លះគឺព្រះអង្គបានបង្កើតឲ្យមានបក្សីដែលហើរនៅលើអាកាសហើយនឹងហើរនៅលើដីនិងសត្វគ្រប់ប្រភេទដែលនៅក្នុងទឹកផងដែរនេះគឺជាអ្វីដែលយើងអាចឃើញអំពីលក្ខណៈនៃការបង្កើតធម្មជាតិដែលព្រះអង្គបានបង្កើតឡើងគឺព្រះអង្គបានបង្កើតធម្មជាតិជាដំបូងហើយបន្តមកទៀតចំណុចទី2លក្ខណៈនៃការបង្កើតមនុស្សព្រះអង្គបានបង្កើតមនុស្សជាចុងក្រោយគឺនៅក្នុងថ្ងៃទី6យើងមើលនៅក្នុងចំពុក1ខ24រហូតដល់ខ31ខ24រហូតដល់ខ31ខ្ញុំសូមអានជូនគឺថ្ងៃទី6ជាការដែលព្រះអង្គបានបង្កើតមនុស្សខ24បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យមានចតុបត្តិជាតិកើតមកនៅផែនដីគោកតាមពូជគឺជាសត្វស្រុកសត្វលូនវានិងសត្វព្រៃនៅផែនដីតាមពូជនោះក៏មានដូច្នោះទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជសត្វស្រុកតាមពូជហើយគ្រប់ទាំងសត្វដែលលូនវានៅផែនដីគោកនៅលើដីគោកតាមពូជដែររួចទ្រង់ឃើញថាល្អនៅខ26បានប្រាប់ថាទ្រង់ក៏មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងហើយឲ្យមានអំណាចលើសត្វសមុទ្រសំទុះលើត្រីសមុទ្រសត្វហើរលើអាកាសនិងសត្វជើង4ដែលនៅលើផែនដីទាំងមូលព្រមទាំងសត្វលូនវាដែលវានៅផែនដីផងទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុសជាស្រីយើងមើលបន្តមកទៀតទ្រង់ប្រទានពរដល់គេហើយមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពាសពេញលើផ្ទៃដីចុះត្រូវបង្ក្រាបផែនដីហើយមានអំណាចលើត្រីសមុទ្រសត្វហើរលើអាកាសនិងជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផង
នៅក្នុងខ29ទ្រង់មានបន្ទូលថាចូលមើលអញនឹងឲ្យគ្រប់ទាំងទិន្នជាតិមានក្របពូជដែលដុះនៅផែនដីនិងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែតាមក្របពូជទុកជាអាហារដល់ឯងគឺព្រះអង្គបានបង្កើតរបស់ទាំងអស់ហើយព្រះអង្គបានប្រទានអំណាចទៅដល់មនុស្សឲ្យមនុស្សមានសិទ្ធិមានអំណាចក្នុងការដែលគ្រប់គ្រងក្នុងការដែលប្រើប្រាស់ទៅលើអ្វីដែលបានបង្កើតសម្រាប់គេនោះខ30ហើយអញក៏ឲ្យគ្រប់ទាំងទិន្នជាតិខ្លីៗទុកជាអាហារដល់អស់ទាំងសត្វនៅលើដីសត្វហើរលើអាកាសនិងសត្វលូនវារនៅលើដីដែលមានជីវិតទាំងប៉ុន្មានដែរនោះក៏មានដូច្នោះរួចព្រះទ្រង់ទតគ្រប់ទាំងអស់ដែលទ្រង់បានធ្វើនោះក៏ឃើញថាល្អទាំងអស់ជាការល្អប្រពៃនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី6យើងឃើញថាវគ្គទី1ព្រះអង្គបានបង្កើតធម្មជាតិហើយព្រះអង្គបានបង្កើតធម្មជាតិជាដំណាក់កាលរហូតថ្ងៃទី6ជាថ្ងៃចុងក្រោយព្រះអង្គបានបង្កើតមនុស្សមានថាម៉េចប្រសិនបើព្រះអង្គបង្កើតមនុស្សមុនរបស់ទាំងនោះប្រហែលជាមនុស្សមិនដឹងថារកអ្វីញ៉ាំឬក៏ពិបាកមិនដឹងថាមានថ្ងៃមានព្រះអាទិត្យឬក៏មានមេឃសម្រាប់មានដីសម្រាប់នៅនោះទេប៉ុន្តែព្រះអង្គបានបង្កើតលក្ខណៈដែលព្រះអង្គបង្កើតដំបូងគឺបង្កើតធម្មជាតិរួចហើយបានបង្កើតមនុស្សមានថាគឺមានសពគ្រប់រួចអស់ហើយបានព្រះអង្គបង្កើតមនុស្សមកជាក្រោយហើយប្រសិនបើយើងមើលក្នុងការបង្កើតរបស់ផងទ្រង់គឺមានភាពខុសគ្នាត្រង់ការបង្កើតធម្មជាតិនិងការបង្កើតមនុស្សគឺមានភាពខុសគ្នាទាំងពីរថ្ងៃទី1ពេលដែលទ្រង់បង្កើតអ្វីរួចហើយមកតើទ្រង់មានបន្ទូលដូចម្ដេចនៅចុងខបងប្អូនតែបានសង្កេតមើលប្រសិនបើយើងអានហើយយកបានសង្កេតមើលគឺយើងអត់ដឹងទេប៉ុន្តែបើសិនជាយើងអានហើយយើងសង្កេតមើលបន្តិចនោះយើងនឹងឃើញភាពខុសគ្នានៅចុងខនៅក្នុងថ្ងៃដែលបញ្ចប់ថ្ងៃនីមួយៗតើព្រះអង្គមានបន្ទូលដូចម្ដេចព្រះអង្គមានបន្ទូលថានៅពេលដែលព្រះអង្គបង្កើតព្រះអង្គថាម៉េចចូលឲ្យមានដូចជានៅក្នុងខ3នៅក្នុងខ3ព្រះអង្គបានមានបន្ទូលថាម៉េចចូលឲ្យមានពន្លឺបន្តមកទៀតនៅក្នុងខ6ព្រះអង្គបានមានបន្ទូលថាចូលឲ្យមានប្រឡោះហើយនៅក្នុងខ9បានប្រាប់ថាចូលឲ្យមានទឹកមានន័យថាគ្រប់ខនីមួយៗព្រះអង្គប្រាប់ថាចូលឲ្យមានគ្រាន់តែមានបន្ទូលតែប៉ុណ្ណោះព្រះអង្គគ្រាន់តែមានបន្ទូលហើយការនោះក៏កើតឡើងប៉ុន្តែប្រសិនបើយើងមើលនៅក្នុងខ26វិញតើមានលក្ខណៈខុសគ្នាដូចម្ដេចការដែលព្រះអង្គបង្កើតធម្មជាតិហើយព្រះអង្គបង្កើតមនុស្សនៅក្នុងខ26លក្ខណៈពិសេសដែលព្រះអង្គបង្កើតមនុស្សក៏បានប្រាប់ថាចូលយើងនៅកន្លែងនេះបានប្រើពាក្យថាចូលយើងព្រះអង្គមានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងនៅក្នុងខពីដំបូងមកព្រះអង្គមានបន្ទូលថាចូលឲ្យមានប៉ុន្តែនៅក្នុងខ26នេះបានប្រាប់ថាចូលយើងមានន័យថាកន្លែងនេះព្រះអង្គមិនបានធ្វើកិច្ចការនោះតែអង្គឯងទេគឺព្រះអង្គបានធ្វើជាមួយនឹងពីរអង្គទៀតដែលនៅក្នុងនេះបានបង្កប់អង្គមានអង្គព្រះវរបិតាអង្គព្រះបុត្រានិងអង្គព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់3អង្គព្រះអង្គធ្វើកិច្ចការងារនេះជាមួយគ្នាចូលយើងមានថាទាំង3អង្គគឺព្រះអង្គបានបង្កើតមនុស្សមកហើយលក្ខណៈខុសគ្នាមួយទៀតដែលយើងអាចសង្កេតមើលនៅក្នុងថ្ងៃនីមួយដែលបានបញ្ចប់រកកិច្ចការងារហើយព្រះអង្គមានបន្ទូលថាម៉េចទ្រង់ទតឃើញថាល្អមានថារកកិច្ចការដែលព្រះអង្គបានបង្កើតរួចហើយមិនមែនបង្កើតឲ្យហើយទៅពីដៃរួចទុកចោលទេព្រះអង្គបានបង្កើតរួចហើយព្រះអង្គថាម៉េចឃើញថាល្អហើយនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី1ឃើញថាល្អហើយក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី2ឃើញថាល្អហើយមានល្ងាចមានព្រឹកឡើងជាថ្ងៃទី3មានន័យថានៅគ្រប់ថ្ងៃនីមួយគឺព្រះអង្គបានបង្កើតរួចរាល់ហើយគឺល្អរួចហើយព្រះអង្គបានបន្តទៅថ្ងៃមួយទៀតប៉ុន្តែមើលថ្ងៃទី6តើនៅថ្ងៃទី6មានអ្វីដែលខុសអំពីថ្ងៃធម្មតាដែរទេនៅថ្ងៃទី6
យើងឃើញពាក្យមួយថានៅក្នុងខ31យើងអាចមើលជាមួយគ្នារួចព្រះទ្រង់ទតគ្រប់ទាំងអស់ដែលទ្រង់បានធ្វើនោះក៏ឃើញថាទាំងអស់ជាការល្អប្រពៃនោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី6មានន័យថាពីថ្ងៃទី1រហូតដល់ថ្ងៃទី5គឺឃើញថាការនោះជាការល្អការនោះជាការល្អការនោះជាការល្អប៉ុន្តែរហូតដល់ចុងក្រោយព្រះអង្គបានមានបន្ទូលថាល្អប្រពៃមិនមែនត្រឹមតែល្អទេប៉ុន្តែល្អប្រពៃពាក្យល្អប្រពៃនេះគឺមានន័យថាគ្រប់គ្រាន់ពេញលេញគ្រប់លក្ខណៈដែលនៅក្នុងទំនៀមទម្លាប់ឬក៏នៅក្នុងសាសនាហេប្រឺដែលបានឲ្យតម្លៃទៅលើពាក្យនេះគឺព្រះអង្គបានបង្កើតធម្មជាតិព្រះអង្គបានបង្កើតមនុស្សមកគឺគ្រប់យ៉ាងគឺល្អប្រពៃបើសិនជាយើងមើលនៅក្នុងជំពូក1ពីខ1រហូតដល់ខ31នោះយើងនឹងឃើញតែការបង្កើតរបស់ទ្រង់មានតែ6ថ្ងៃទេចុះឯណាទៅថ្ងៃទី7ថ្ងៃទី7គឺនៅក្នុងជំពូក2ខ1រហូតដល់ខ3នោះទើបអាចឃើញថ្ងៃទី7បានខ្ញុំសម្អាននៅក្នុងជំពូក2ខ1រហូតដល់ខ3ព្រះគម្ពីរលោកុបាទជំពូក2ខ1រហូតដល់ខ3ដូច្នេះផ្ទៃមេឃនិងផែនដីក៏បានរួចជាស្រេចព្រមទាំងរបស់សពសារពើផងលុះដល់ថ្ងៃទី7ការដែលព្រះទ្រង់ធ្វើនោះក៏បានហើយជាស្រេចទ្រង់ក៏ផ្អាកឈប់ផ្អាកសម្រាកនៅថ្ងៃទី7នោះគឺពីគ្រប់ទាំងការដែលទ្រង់ធ្វើព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី7នោះព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធពីព្រោះនៅថ្ងៃនោះទ្រង់បានឈប់សម្រាកពីការគ្រប់ទាំងការដែលទ្រង់បានបង្កើតធ្វើគឺព្រះបានសម្រាកហើយញែកថ្ងៃទី7នោះជាថ្ងៃបរិសុទ្ធព្រះអង្គនៅតែបន្តធ្វើប៉ុន្តែគ្រាន់តែព្រះអង្គផ្អាកសម្រាកនេះជាគំរូសម្រាប់យើងទាំងអស់គ្នាមានថាព្រះអង្គបង្កើតឲ្យមានកិច្ចការងារហើយក៏ព្រះអង្គជាអ្នកបង្កើតឲ្យមានថ្ងៃជប់សម្រាកផងដែរហើយថ្ងៃសម្រាកនោះគឺព្រះអង្គចង់ឲ្យមនុស្សយកជាគំរូឲ្យមនុស្សមានពេលសម្រាប់សម្រាកហើយឲ្យមនុស្សមានពេលសម្រាប់ថ្វាយបង្គំព្រះអង្គតែព្រះអង្គមានពេលវេលាឲ្យយើងធ្វើការហើយមានពេលវេលាឲ្យយើងសម្រាកហើយឲ្យមានពេលវេលាយើងសម្រាប់ព្រះអង្គសម្រាប់យើងថ្វាយបង្គំព្រះអង្គប៉ុន្តែជាទូទៅយើងតែងតែប្រើថ្ងៃនោះលើសជានិច្ចក្នុងមួយសប្តាហ៍មាន7ថ្ងៃពេលខ្លះយើងធ្វើការរហូតដល់7ថ្ងៃតើលទ្ធផលអ្វីដែលយើងទទួលបានគឺបញ្ហាខ្លួនយើងដែលយើងជាមួយព្រះអង្គហើយនៅខ្លួនយើងសុខភាពរបស់ផងយើងដែលព្រះអង្គបង្កើតឲ្យមនុស្សមានពេលសម្រាប់សម្រាកប៉ុន្តែដោយភាពលុបលន់របស់ផងយើងតែងតែធ្វើអត់មានពេលសម្រាកទេខំប្រឹងជានិច្ចតើយើងរៀនអ្វីបាននៅក្នុងពីលោកុបាទជំពូក1នេះនៅពេលដែលយើងអាននៅពេលដែលយើងសិក្សាជាមួយគ្នាតើអ្វីដែលយើងរៀនបានចេញពីលោកុបាទជំពូក1ចំពោះការបង្កើតរបស់ផងព្រះអ្វីដែលយើងរៀនបានគឺឲ្យយើងឆ្លុះបញ្ចាំងទៅកាន់ព្រះយេស៊ូវឲ្យយើងបានដឹងថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលបង្កើតទាំងអស់មកនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1រហូតដល់ខ3បានប្រាប់ថាការដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយព្រះហើយព្រះបន្ទូលនោះឯងជាព្រះទ្រង់គង់នៅជាមួយព្រះតាំងតែពីដើមមកគ្រប់ទាំងរបស់ទាំងអស់កើតមកដោយសារទ្រង់ហើយក្នុងគ្រប់បណ្ដាទាំងក្នុងគ្រប់របស់ដែលបានបង្កើតមកទាំងប្រមាណនោះគ្មានអ្វីណាមួយកើតក្រៅអំពីទ្រង់ឡើយមានន័យថាព្រះអង្គជាម្ចាស់ហើយព្រះអង្គជាម្ចាស់តាំងពីការបង្កើតដំបូងមកមិនមែនទើបតែសញ្ញាថ្មីនោះទេព្រះយេស៊ូវគ្រីស្ទទ្រង់ជាបងច្បងជារៀមច្បងនៃមនុស្សទាំងអស់ដែលព្រះអង្គជាគំរូសម្រាប់មនុស្សទាំងអស់នៅក្នុងព្រះគម្ពីរម៉ាថាយចំពុក28នៅក្នុងខ18ក៏បានប្រាប់ដែរថាគ្រប់ទាំងអំណាចបានប្រគល់ទៅលើអង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គមានអំណាចលើទាំងអស់ហើយតែកាលណាដែលយើងជឿដល់ព្រះអង្គជឿដល់ព្រះយេស៊ូវគ្រីស្ទនោះយើងក៏មានអំណាចដែលព្រះអង្គប្រទានដល់យើងគ្រប់គ្នាផងដែរអ្វីដែលយើងអាចយកមកអនុវត្តនៅក្នុងជីវិតរបស់ផងយើងតាមរយៈមេរៀននេះគឺឲ្យយើងបានដឹងថាមនុស្សទាំងអស់ត្រូវឲ្យទទួលស្គាល់មនុស្សទាំងអស់ត្រូវទទួលស្គាល់ភាពធំឧត្តមរបស់ព្រះហើយមនុស្សទាំងអស់ត្រូវរស់នៅចេះអរព្រគុណព្រះអង្គរាល់ថ្ងៃពីព្រោះឲ្យយើងបានដឹងថាព្រះជាអ្នកបង្កើតទាំងធម្មជាតិហើយទាំងមនុស្សផង
ដូច្នេះសូមព្រះបានប្រទានពរដល់បងប្អូនអរគ្នាឲ្យយើងបានដឹងថាព្រះដែលយើងជឿព្រះអង្គមានអំណាចហើយព្រះអង្គជាអ្នកបង្កើតធម្មជាតិព្រមទាំងបង្កើតមនុស្សទាំងអស់គ្នាមកមិនថាមនុស្សល្អឬក៏មនុស្សអាក្រក់នោះទេបានជាសូមព្រះប្រទានពរសូមបានជម្រាបឋានមួយខ្ញុំបងប្អូនគ្នាព្រះសួយទុំគុំដល់អរគ្នាអរគុណព្រះអង្គសម្រាប់ពេលវេលាដែលទ្រង់បានប្រទានទុំគុំដល់អរគ្នាបានជួបជុំនៅក្នុងព្រះវិហារបនសុតបន្ទ្រង់សូមទ្រង់បានប្រទានទុំគុំដល់អរគ្នាបានដឹងហើយទុំគុំដល់អរគ្នាបានចេះទាញយកអត្ថប្រយោជន៍ដែលព្រះអង្គបានបង្រៀនទុំគុំនៅក្នុងព្រះគម្ពីរលោកុបាតហើយទុំគុំបានរស់នៅដោយដឹងថាព្រះអង្គជាព្រះមានអំណាចជាស្ដាហើយព្រះអង្គជាព្រះដែលយើងខ្ញុំគួរតែអរព្រគុណព្រះអង្គជារៀងរាល់ថ្ងៃផងដែរគុណអរព្រគុណទ្រង់ណាស់ហើយសូមទ្រង់បានជួយទុំគុំយើងខ្ញុំចេះប្រើថ្ងៃនីមួយៗឲ្យបានត្រូវឲ្យបានសមស្របតាមប្រហត្ថីព្រះអង្គផងដែរកុំឲ្យទុំគុំប្រើលើសប្រើខុសមិនបានញែកថ្ងៃសម្រាប់ទុកសម្រាប់ព្រះអង្គនោះឡើយគុណអរព្រគុណទ្រង់ណាស់ទូបង្គំអធិដ្ឋាននៃទូសូមនៅក្នុងព្រះនាមដ៏មានអំណាចជាស្ដាគឺជាព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន